Ok បាទសួស្តីបងប្អូនអរគ្នាហ្នឹងហើយtrongវីដេអូនេះគឺខ្ញុំបង្ហាញពីរបៀបនៅក្នុងការដែលយើងបំលែងfile ពីiAvatar ទៅជា prop ហ្នឹងហើយ iAvatar ទៅជា prop អញ្ចឹងយើងបំលែងជាមួយនឹងកម្មវិធី Director 4បាទចាប់ទាញ iAvatar របស់យើងមកអូខេបាទកន្លែងនេះគឺវានៅតែជា iAvatar នៅឡើយទេកន្លែងនេះណាបាទហើយបន្តមកគឺយើងត្រូវបំលែងវា export វាទៅជា FBX សិនអញ្ចឹងកន្លែងនេះយើងមើលទៅលើ motion វាអត់ទាន់មានទេអូខេហ្នឹងហើយអញ្ចឹងយើងអាច export save texture វាទុកមួយសិនមកនេះ save ណាក៏បានដែរចុច save ទៅនឹងដើម្បីយើងទាញតួអង្គរបស់យើងចូលវិញយើងមាន texture អញ្ចឹងបាទអញ្ចឹងជាដំបូងគឺយើងត្រូវ add ហ្នឹងហើយ add motion ទៅលើ vision ហើយសម្រាប់ version ខ្លះយើង add កន្លែងនេះគឺវាស្គាល់នេះកន្លែងនេះយើង add ទៅវាស្គាល់បាទនេះយើងអាចលុបបញ្ចូលបានអញ្ចឹង motion គឺយើងត្រូវត្រៀមកន្លែងនេះអូខេត្រៀមកន្លែងនេះហ្នឹងហើយអញ្ចឹងយើងអាចចុច copy link តែ version ខ្ញុំនេះអត់ស្គាល់ណាកន្លែងហ្នឹងណាចុចពីតែតែខ្ញុំបង្ហាញឲ្យមើលហ្នឹងហើយបាទអញ្ចឹងពេលយើងចុចទៅវាស្គាល់កន្លែងនេះពេលដែលបងប្អូនចុចទៅវាស្គាល់អត់អីទេណាអាច export ពីកន្លែងនេះបានប៉ុន្តែនៅក្នុងករណីដែលយើង export ពីកន្លែងហ្នឹងវាអត់ស្គាល់អញ្ចឹងយើងមិនចាំ add កន្លែងហ្នឹងទេគឺយើង export វាទៅបាទចុចទៅលើ file វាពីថា export យក fbx យកនេះក៏បានដែរតាមមកបើសិនយើងយកទៅកែនៅក្នុង Blender យក Blender ហើយកន្លែងនេះយើងយក Mesh and Motion បាទយកកន្លែង Custom នេះចុច Open ជាមកនេះកន្លែងនេះយើងចង់បានប៉ុណ្ណាយើង select វាតើនេះ select ទាំងអស់មកហ្នឹងហើយបាទប៉ុន្តែឈ្មោះយើងកុំឲ្យដក clear កាលណាឈ្មោះដក clear វាស្គាល់ទេតែខ្ញុំ add ទៅសិនទៅបាទហ្នឹងហើយបន្ទាប់មកខាងក្រោមនេះយើងចុច export with mesh ហើយ select ទាំងពីរនេះផងបាទ select ទាំងហ្នឹងមកហ្នឹងហើយតែប៉ុណ្្នឹងទៅបានហើយបន្ទាប់មកខ្ញុំចុច export យើងរើសទីតាំងដាក់បាទរើសទីតាំងអញ្ចឹងទីតាំងខ្ញុំដាក់នៅក្នុង desktop នៅក្នុង upload ដាក់ឈ្មោះ folder មួយមកខ្ញុំដាក់ថា T-Rex នេះប្រើ underscore បានណាហ្នឹងហើយប៉ុន្តែបើសិនយើងប្រើនេះទាញទៅវិញអត់ស្គាល់ទេណាហ្នឹងហើយប្រើ underscore បាន T-Rex អូខេបាទអូមិន folder អីទេប៉ុន្តែឈ្មោះកន្លែងនេះបាទឈ្មោះកន្លែងនេះយើងអាចប្រើ underscore បានឬក៏ទៅសេជាប់គ្នាបាទ T-Rex តមក save មកពេលហ្នឹងគឺវានឹងធ្វើការ export នេះទាំង motion ទាំងអីមកទាំងអស់ឈ្មោះវាគឺម្នាក់អូខេហ្នឹងហើយអញ្ចឹងកន្លែងនេះបងប្អូនចំណាំក្នុងករណីដែលយើងប្រើអត់ប្រើនេះឈ្មោះវាកន្លែងចេះឧទាហរណ៍ទៅចេះនេះយើងប្រើចេះពេល export ចូលស្គាល់ទេណាហ្នឹងហើយយើងប្រើ underscore ចេះបានបន្តមកទៀតគឺយើងបើក Blender មកហើយចូល Blender អត់មានញញ៉ៃទេគ្រាន់តែទាញចូលទេទាញចេញវិញទេអូខេយើងយកពាក្យថា file យក import យក fbx តោះមកយើងទៅមើល file ដែលយើងបាន export ចេញពី director មកអូខេអញ្ចឹងឈ្មោះវាគឺ T-Rex អញ្ចឹងឈ្មោះវាមួយនេះអានេះសិតតែ motion ទេណាហ្នឹងហើយយើង text ទាំង3នេះមកតោះមកយើងចុចនេះតោះមកទៀតមិនបាច់ប៉ះពាល់វាទេចុច export ចេញវិញមកយក fbx តោះមកយើង text ពីនេះបាទហើយរើសទីតាំងមកអានេះគ្រាន់តែទាញចូលទាញចេញវិញទេបាទ T-Rex ហើយនេះខ្ញុំដាក់ឈ្មោះចេញមកដាក់01មកទៅអូខេនេះតិចតែពីនេះទៅបានហើយបិទចោលទៅអូខេអញ្ចឹងយើងបាននេះ T-Rex 01បាទអញ្ចឹងកន្លែងនេះគឺខ្ញុំលុបចោលមកទៅតមកទៀតគឺយើងទាញអា T-Rex 01នេះទាញចូលមកបាទយើងយកពាក្យថា prop អូខេហ្នឹងហើយចំពោះ texture គឺយើងបាន save ហើយបាទ save ហើយជាងយើងអាចទៅរកមកទីមកប្រើមកខ្ញុំត្រូវមើល texture វាសិនជាងយើង save នៅណាយើងអាចដាក់នឹងមកជាងខ្ញុំយកអានេះមកប្រើបាទចឹងយកពណ៌ zin វាមួយនេះពណ៌រៀង Q នឹងកម្មៅបាទបៃតងនឹងកម្មៅចឹងពេលនេះគឺវាជាប្រភេទ prop ហើយប៉ុន្តែវាអត់ទាន់មាន motion ទេនេះចឹងកន្លែងនេះគឺយើងអាច add តាម motion ដែលយើងបាន export ចេញដំបូងណា add ស្គាល់ហើយកន្លែងនេះបាទហ្នឹងចុចនេះមកយកនេះបាទអញ្ចឹងយើងទៅ copy motion ដែលយើងបាន export ទៅដំបូងនេះបាទ copy link មកចឹងយើងចុច add pass link កន្លែងនេះមក
ហ្នឹងហើយអញ្ចឹងយើងយកតែ motion ទេអានេះគឺប្រភេទ file APX ចានេះមក select មានបានយកប៉ុណ្ណឹងមកចុច open វាចូលមកហើយចូលមកចុចពាក្យថា convert all អូខេបាទតោះមកយើងខ្វែងវាចោលទៅបើសិនមានទៀតយើង add ទៀតមកបាទឥឡូវយើងចាប់ដើមតេស្តមើល motion យើងយក attach play មកឃើញទេបាទយើងយកទៀតយក idle play មកហ្នឹងហើយតែប៉ុណ្្នឹងទៅគឺយើង save វាទៅគឺវាមាន motion ទៅជាមួយហើយឥឡូវខ្ញុំរុញទៅ iClone បាទរុញទៅ iClone យើងអាច save វាទៅជាប្រភេទជា prop ទៅពេលហ្នឹងយើងអាចយកទៅប្រើនៅពេលក្រោយបានទៀតហើយអូខេបាទរបៀបធ្វើគឺយើងធ្វើអញ្ចឹងមួយទៅវាអត់ពិបាកទេគ្រាន់តែយើងធ្វើតាមលំនាំតាមលំដាប់វាអញ្ចឹងយើងអាចកែវាបានហើយកន្លែងយើងធ្វើនៅក្នុងបំលែងវាទៅជា prop យើងអាចបរិចព្រំវាបានណាអញ្ចឹងអូខេខ្ញុំចាំសិនយើងអាច save ចេញពី character ចូលនៅក្នុង prop ក៏បានដែរតែនេះខ្ញុំរុញឲ្យមើលហ្នឹងហើយរួចចាំយើងបិទអានេះចោលចាំយើងទៅ save នៅក្នុង iClone ក៏បានដែរបាទយក cancel សារខ្ញុំធ្លាប់បើកាចាស់មកហើយអញ្ចឹងអានេះខ្ញុំបិទចោលអូខេអញ្ចឹងពេលនេះគឺវាលេងទៅជាavatar ទៀតហើយគឺមានន័យថាយើងអាចពង្រីកពង្រួមបានអញ្ចឹងធ្វើ motion ចុចមកស្ដាំមកយក perform នេះអូខេបាទមាន motion វិញហើយបាទ perform attach អូខេបាទពេលដែលយើងចង់យកវាទៅប្រើ save ទុកចុច F4 យក custom យកប្រភេទជា prop save មកនេះតម្រូវខ្ញុំ save បាទអានេះនឹងឈ្មោះថា T_RIC T underscore T_RIC អូខេមកហ្នឹងហើយពេលនេះយើងបាននេះមួយហើយអញ្ចឹងឧទាហរណ៍ខ្ញុំលុបចោលចាប់ទាញមកចុចមកស្ដាំយក perform អូខេបាទអញ្ចឹងនេះគឺជា file prop ហើយបាទ file ដើមរបស់វាគឺប្រភេទជា iAvatar ខ្ញុំឲ្យមើលនេះ file ដើមបាទ file ដើមអញ្ចឹង file ដើមកន្លែងនេះចុចមកស្ដាំយក perform អត់មានទេមានតែ attach ប៉ុន្តែប្រើបានទេដោយសារវាជាប្រភេទ iAvatar ចង់ថាជាចង់ preview ចង់ preview កន្លែងនេះអត់មានទេនេះកន្លែងនេះចង់ preview ចំពោះ iAvatar នៅកន្លែងនេះ proportion ជួយ yes preview អស់ត្រឹមប៉ុណ្្នឹងហើយបាទនេះគឺទំហំអស់ធំប៉ុណ្្នឹងអូខេបាទតូចប៉ុណ្នេះប៉ុន្តែសម្រាប់ prop សម្រាប់ prop ចង់ preview គឺនៅកន្លែងនេះឬក៏ចុច SR ចង់បានប៉ុណ្ណាក៏បានដែរអូខេហ្នឹងហើយអញ្ចឹងគុណសម្បត្តិវាមានតាមនឹងដែរអញ្ចឹងណាបាទអញ្ចឹងយើងបំលែងវាទៅជា prop ទៅងាយស្រួលជាងបាទងាយស្រួលក្នុងការយើងបំលែង preview វាអញ្ចឹងណាបាទអូខេបាទអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេអញ្ចឹងបើសិនជាបងប្អូនមានចម្ងល់ទេអាចធ្វើការ comment សួរបន្ថែមទៀតបានបាទអរគុណ